រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ដល់លុយឲ្យជនចំណាក់ស្រុកខុសច្បាប់ម្នាក់$1000និងថ្លៃសម្បត្តិយន្តហោះប្រសិនបើពួកគេចាក់ចេញពីប្រទេសនេះដោយស្ម័គ្រចិត្តក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃច័ន្ទថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ដល់ជូនជនចំណាក់ស្រុកខុសច្បាប់ម្នាក់នៅប្រាក់ឧបត្ថម្ភចំនួន$1000និងថ្លៃសម្បត្តិយន្តហោះពាណិជ្ជកម្មដោយឥតគិតថ្លៃប្រសិនបើពួកគេចាក់ចេញពីប្រទេសមួយនេះដោយស្ម័គ្រចិត្តយោងតាមសារព័ត៌មានអធីចេញផ្សាយនៅថ្ងៃទី6ខែឧសភាឆ្នាំ2025បានឲ្យដឹងថាគោលការណ៍នេះអនុញ្ញាតឲ្យបុគ្គលដែលមានសិទ្ធិផ្ដល់សញ្ញាអំពីចេតនារបស់ពួកគេក្នុងការចាក់ចេញតាមរយៈកម្មវិធី CBP Home អ្នកចូលរួមនឹងត្រូវបានដកហូតសិទ្ធិសម្រាប់ការឃុំឃាំងហើយនៅពេលមានការបញ្ជាក់ពីការចាក់ចេញដោយស្ម័គ្រចិត្តរបស់ពួកគេនឹងទទួលបានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុលោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃកម្មវិធីនេះដោយបញ្ជាក់ថាអ្នកចូលរួមមួយចំនួនអាចមានសិទ្ធិវិលត្រឡប់មកវិញដោយស្របច្បាប់នាពេលអនាគតលោកបាននិយាយនៅក្នុងព្រឹត្តិការណ៍សេតវិមានកាលពីថ្ងៃច័ន្ទថាយើងនឹងធ្វើការជាមួយពួកគេដូច្នេះថ្ងៃណាមួយជាមួយនឹងការងារតិចតួចពួកគេអាចត្រឡប់មកវិញប្រសិនបើពួកគេជាមនុស្សល្អប្រសិនបើពួកគេជាប្រភេទមនុស្សដែលយើងចង់បាននៅក្នុងប្រទេសរបស់យើងមនុស្សឧស្សាហ៍ដែលស្រឡាញ់ប្រទេសរបស់យើងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិបានពិពណ៌នាគំនិតព្រួយផ្ដាំនេះថាជាវិធីល្អបំផុតសុវត្ថិភាពបំផុតនិងមានប្រសិទ្ធភាពបំផុតសម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារដើម្បីជៀសវាងការចាប់ខ្លួនដោយអន្តោប្រវេសន៍ដោយជំរុញឲ្យពួកគេទាញយក CBP Home App ថ្ងៃនេះហើយនិរទេសខ្លួនឯងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់កាលពីឆ្នាំមុនលោកត្រាំបានសន្យាម្ដងហើយម្ដងទៀតថានឹងបញ្ឈប់ការលុកលុយចូលអាមេរិកខុសច្បាប់និងចាប់ផ្ដើមប្រតិបត្តិការនិរទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកក្នុងរយៈពេល100ថ្ងៃដំបូងនៃអាណត្តិទី2របស់លោកត្រាំបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាង150,000 នាក់និងបាននិរទេសពួកគេជាង139,000 នាក់នៃបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសេតវិមានកាលពីខែមុនរដ្ឋបាលមួយនេះមានគោលបំណងឈានដល់ការនិរទេសចំនួន1លាននាក់ក្នុងឆ្នាំដំបូងរបស់ខ្លួនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright